ខ្ញុំធ្លាប់គិតថាអាពាហ៍ពិពាហ៍ជំរកដោយសម្លាប់ថ្ងៃនេះខ្ញុំបើកឡានរបស់បងស្រមោលអតីតកាលបានរៀបចំទុកសម្រាប់ខ្ញុំរួចជាស្រេចអ្នកថតរូបតើក្រែមលាបមាត់ក្នុងឡានជារបស់អ្នកណាហើយនៅមានបន្ធានារ៉ាប់រងទៀតហេតុអ្វីបានជាឈ្មោះអ្នកថតរូបគឺជាតើបងចង់ធ្វើអ្វីឲ្យប្រាកដរឿងនេះក៏ត្រូវបានអូនដឹងដែរមែនហើយខ្ញុំចង់បែកពីនាងជាយូរណាស់មកហើយចាំខ្ញុំទទួលបានប្រាក់សិនចាំគិតគូរពីអនាគតតាមក្រោយខ្ញុំបានកើតជាថ្មីហើយនេះគឺជាពេលដែលខ្ញុំនឹងបានរៀបការជាមួយគ្នាអាឡូរ៉ែនហេតុអ្វីបានជាមិននិយាយអញ្ចឹងគ្មានអីទេចាំទៅដល់ផ្ទះចាំខ្ញុំនិយាយប្រាប់លើកនេះខ្ញុំនឹងឲ្យគេសោយកម្មផលខ្លួនឯងខ្ញុំឈ្មោះ Kenren ជាគូដណ្ដឹងរបស់ Shanye ស្អីគេហ្នឹងអីចឹងខ្ញុំជាជនទី3តែបច្ចេកទេសថតរូបរបស់នាងពិតជាល្អណាស់ពិតជាគ្មានពីរឡើយអីចឹងតើអ្នកណាជាអ្នកបង្រៀនបងអីចឹងបងនិងនាងនៅជាមួយគ្នាដោយរបៀបនេះមែនទេនាងពូកែអែបអបណាស់កាបូបដែលនាងថតបង្អួតមិនដែលដាច់ឡើយមិនឆ្ងល់ថាហេតុអ្វីកាបូបខ្ញុំបាត់អីចឹងរបស់ដែលខ្ញុំប្រើជារបស់តពីនាងមែនទេគេតែងតែនិយាយមែនទេថាលើឯងឆោតល្ងងពេកហើយបែនមិនឯងមិនសូវផ្អែមល្ហែមទេឬក៏ដូចជារូបខ្ញុំដែលគេថាធ្មេញលឿងនិងមានក្លិនមាត់ពេលសើចមកកាន់តែមើលទៅដូចជាសុទ្ធដកចុះហេតុអ្វីមាត់របស់គេនៅមកបោកប្រាស់អារម្មណ៍បានទេខ្ញុំត្រូវតែបែកគ្នាជាមួយទេបែកគ្នាគេនឹងនៅតែប្រើលពេចដដែលដើម្បីទៅបោកស្រីម្នាក់ទៀតមិនល្អជាងទេបើយើងសហការគ្នាកុំចាត់មនុស្សប្រុសសម្បូរល្បិចនេះតែម្ដងឲ្យគេសងនៅអ្វីដែលគេគួរតែសងរៀបចំរបស់របររួចរាល់អស់ហើយហេតុអ្វីមនុស្សច្រើនម្លេះទាំងនេះរៀបចំសម្រាប់ពិធីមង្គលការអរគុណដែលហត់នឿយខាងខ្ញុំចប់ហើយផ្ទេរភារកិច្ចឲ្យទៅពួកឯងហើយយែនលឿនឡើងមិនងាយបានមករត់ហាត់ប្រាណជាមួយខ្ញុំទេខ្ជិលឲ្យសោះណាខ្ញុំមិនរួចខ្លួនទេព្រឹកមិញឲ្យហាត់កម្លាំងល្ងាចនេះណាត់ឲ្យរត់បន្តទៀត8ជុំហត់ស្ទើរដាច់ខ្យល់ហើយជួរនេះទាំងមូលយកឲ្យខ្ញុំទាំងអស់មកប្តីសម្លាញ់លោកមិនស្ដាយទេមែនទេច្បាស់ជាមិនស្ដាយទេឈប់កាត់ទៅបងពិតជាល្អណាស់ថ្ងៃនេះគឺជាខួបនៃក្តីស្រឡាញ់របស់យើងស្រាក្រហមដ៏ល្អបំផុតដើម្បីអបអរសាទរតម្លៃភេសជ្ជៈនិងការជួលហាងសរុបទាំងអស់គឺ 180000 តើលោកចង់ទូទាត់តាមវិធីណាចាំពេលខ្ញុំរៀបការជាមួយគ្រួសារអ្នកមានទ្រព្យសម្បត្តិគ្រប់យ៉ាងនឹងមានលុយប៉ុណ្ណឹងមិនជាអ្វីទេអបអរសាទរលោកតែហៀបនឹងក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលខ្ញុំប្រកាសរំលាយការភ្ជាប់ពាក្យជាមួយ Shanye និងដកសិទ្ធិជាម្ចាស់ពាក្យហ៊ុនរបស់នាងរ៉ែនតើអូននិយាយឈួតអីហ្នឹងពួកយើងនឹងរៀបការនៅថ្ងៃស្អែកហើយបងសម្លាញ់បងមិនមែននិយាយថាស្រឡាញ់តែអូនហើយរៀបការជាមួយនាងគឺដោយសារតែបង្ខំចិត្តតែថាអូនជាស្នេហ៍ពិតតែមួយគត់របស់បងទេពិតហើយតើជិះទៅពួកគេគ្រាន់តែជារឿងស្រឡាញ់តែអូនម្នាក់គត់ពីជាការពិតបើខ្ញុំនិយាយថាខ្ញុំបានធ្វើលិខិតបញ្ជាក់ទ្រព្យសម្បត្តិមុនអាពាហ៍ពិពាហ៍រួចហើយរបស់ខ្ញុំទោះបីជារៀបការហើយក៏ដោយលោកក៏មិនបានសំបីតែមួយសេនលោក Shanye កាត់អន្ទានរបស់លោកបានហួសកំណត់យ៉ាងប្រញាប់សងប្រាក់វិញបើមិនដូច្នោះទេយើងនឹងចាត់វិធានការដើម្បីដោះស្រាយតាមនីតិវិធីមិននឹកស្មានថា Shanye ជាមនុស្សបែបនេះស្រីដើម្បីបានសម្ដីចេញមកសុទ្ធតែស្អុយមាត់ពិតជាគួរឲ្យខ្ពើមណាស់ពិតមែនហើយប្រហែលជាឥតតែនឹងរៀបគម្រោងធ្វើបាបដូចមិញហើយល្អណាស់យកគេចេញទៅកម្លាំងរបស់ស្ត្រីមិនស្ថិតនៅលើសម្ដីតែមួយម៉ាត់ឡើយតែស្ថិតលើការភ្ញាក់រលឹកនិងការស្វែងរកជំនួយ